សួស្តីតគ្នាឥឡូវនេះយើងជួបគ្នាម្ដងទៀតតើតើមុននឹងការបង្កើត family តើតើនឹងបបផលបន្តិចនេះគឺជា family មួយដែលយើងនឹងត្រូវបង្កើតតិចទៀតហ្នឹងហើយប៉ារ៉ាម៉ែត្រ VM មួយចំនួនយើងអាចតេស្តវាមើលវាបាននេះយើងចង់បាន25ឯងដូរដល់25ពងបាទលេងខ្ញុំចង់បាន1ម៉ែត្រនេះឃើញដែលផលនេះខ្ញុំយក2ម៉ែត្រអញ្ចឹង2ម៉ែត្រអូខេហ្នឹងជំរឿចោះកោមខ្ញុំយកវា1ម៉ែត្រ8មកនេះហើយមក offset នេះយើងយកមកតាក់មកយើងសាកមកនេះអញ្ចឹងវាអែមអញ្ចឹងឥឡូវយើងធ្វើឲ្យបង្កើតវាបានចូលមកក្នុងនេះមកមានមុខងារមួយគឺយើងចូលទៅកាន់បង្កើត family តែម្ដងយើងចូល new family យក English មកហើយយើងឆែកនេះធ្វើមិនដើម្បីឲ្យមកដល់នេះយើងមើលខ្លួនឯងណាអានោះប្រាប់ប្រហែលដងហ្នឹងចូលមកនេះមកយើងមើលអស់នេះតែចូលនឹងអីគេបារអត់ឃើញនេះមើលកន្លែងនេះចូលមិនតាមមើលតាមហ្នឹងណាហើយយកពាក្យថា generate មកដែរមកចំណុចដំបូងនេះយើងត្រូវបង្កើតគឺបង្កើតតទៅមួយនឹងដែកដែលមែនតើបាត់ដែកអូខេចុចមកចុចលើនេះអូខេចុចអូខេយកធំមកដែកអូខេយកតប៉ុណ្ណឹងមក20លាចុចលើនេះមកមានមុខនេះមកគឺ center mark ចុចលើ center mark មក AL line យកមកបើសិនបើករណីយើង multiple line យើងអត់ទេយើងដោះនេះចេញមកណាចឹង lock វាមកយើង lock នេះមកតងទៀតហេចាំទៀតយើងចុច DI មកហើយចុច DI យកមុខនេះមួយគឺតាក់តងមួយដែល meter បាយចឹងមកចុចដាក់នៅបាយសម្គាត់បាយនឹងមួយអូខេហើយយើងយក finish ទៅតមកទៀតយើងចូលមកក្នុង elevation មកយើងចុចមើលមុខនេះយើងមកកាត់តាក់តងនៅពេលដែលយើងបញ្ចូលទៅដល់គ្រឹះវាធម្មតាវាមានបានឡើងប្រកបចូលទៅដល់គ្រឹះព្រោះបាញ់ដែកប្រកបចូលគ្រឹះយើងប្រកបយកមកអញ្ចឹងយើងមើលដែរអញ្ចឹងយើងដាក់នេះមួយទៀតមកចុចលើនេះហើយបង្កើតប៉ារ៉ាម៉ែត្រមួយថ្មីមកយើងដាក់ថាបានឡើងមកហើយយើងយក instant ទាំងអស់ពួកហ្នឹងយើងចំណាំនៅពេលដែលយើង connect ចូល family មួយទៅកាន់ family មួយទៀតគឺ instant ទាំងអស់ដើម្បីអាច connect វាបានតែបើយើងយក time connect អត់ចូលទេអញ្ចឹងយើង AL មកយើង AL line មក line នេះហើយនឹង line នេះ lock តាមមកទៀត line នេះមកនេះក៏យើង lock ដែរនេះបាតក្រោមនេះយើង lock វាទៅអូខេហើយយើងមក UCD មើលតិចមកនេះយើងបានប៉ុណ្ណេះយើងទៅដូរប៉ារ៉ាម៉ែត្រមួយចំនួនទៅដោយសារយើងភ្លេចប៉ារ៉ាម៉ែត្រដូរនេះធ្វើម៉េចយើងចុចលើនេះមកនេះយើងទៅលេខលើនេះដូរយើងយក edit ហើយយក edit មកយកដូរយក instant នេះមកហើយអញ្ចឹងយើងបានមកកាត់ដែងវាកាត់ដោយអក្សរគ្រឹះដូចគ្នាគ្រាន់តែឈ្មោះប៉ារ៉ាម៉ែត្រខុសគ្នាទេឈ្មោះយើងក៏ដូរឈ្មោះអីទេអានេះដាក់ថា material នេះ material នេះក៏យើងយក instant ដើម្បីកណិតចូល material មួយទៀតអូខេហើយយើងចូលមកកាន់ក្នុងនេះហើយយើងយកនេះមក middle material វាចុចយកពាក្យថា new material នេះមក rename យើងដាក់ថាបាមួយមកតមកទៀតយើងដូរពណ៌មកខ្ញុំយកពណ៌នេះពណ៌ cute មកនេះអញ្ចឹង apply មិនបាត់ឃើញអញ្ចឹងបើនេះមកបាទយើងដោះនេះចេញមក save មកអានឹងការបង្កើតមកកាត់ដែកយើងបង្កើតដែកហើយចំពោះបង្កើតនោះតមកទៀតយើង share អស់វាមួយនេះ share អស់វាជាប្រភេទអីគេឥឡូវដាក់លើអីគេមួយមកខ្ញុំដាក់លើ desktop ហើយខ្ញុំដាក់ថា new មកខ្ញុំដាក់ថា cut file កាត់ file មកនៅក្នុងនេះដាក់ថាបាយើងដាក់បាឬក៏អីគេដេបាមកអានេះយើងបង្កើតជាមួយកាត់បោះដៃអញ្ចឹងយើងដាក់ដេបាឬក៏បាទៅទេបានទេឡើងដាក់ថាបាចុះដោយសារនេះមិន family ទេដាក់បាមកយក option មានតែមួយបានទេអូខេខ្ញុំប៉ុណ្ណឹងមកខ្ញុំបាននឹងមួយចុច minimize ខ្លះមកយើងចូលទុកវាអូខេហើយយកពាក្យថា new ហើយយើងយក new family បន្តទៀតមកយើងប៉ុន្តែនេះយើងអត់យក generic មកដែរទេមុនបងយក generic មកដែរតើចំណុចបន្ទាប់នេះគឺយើងយក generic មកដែរបែបមានតែមិនឲ្យ family ទាំងអស់ហ្នឹងគឺ connect ទៅលើផ្ទៃធម្មតានៅពេលដែលយើងមានជើងតាងទៅអត់យើងមានជើងតាងយើងត្រូវប្រកបទៅដល់គ្រឹះយ៉ាងน้อยណាក៏ចូលនៅក្នុងតគ្រឹះ75ឬក៏ទៅ50ទៅ75ឬក៏ដល់100ការនេះតាមប្រភេទគ្រឿងគុំរបស់យើងហើយយើងមានប្រវែងដៃប្រកបចូលទៅក្នុងនោះប៉ុន្តែប្រវែងដៃប្រកបយើងត្រូវគិតពីក្រោមគិតចេញពី face របស់ជើងតាងនេះ
មកដល់ក្រោមយើអាហ្នឹងចឹងវាបែបហ្នឹងចឹងអូខេអញ្ចឹងយើងចូលមកក្នុងនេះមកយក model file base មានថា beginning លើផ្ទៃបន្តមកទៀតយើងចូលទៅបង្កើតមកកាត់បោះទៅសគ្រឹះមកយើងយកវាប៉ុណ្ណេះមកបន្តមកទៀតយើងចុចលើនេះហើយយកពាក្យថា center mark កន្លែងលើវាមួយមានមុខមួយ center mark ចាអូខេខ្ញុំយក AL line មក lock អាហ្នឹងមួយទៀតមកនេះបន្តមកទៀតយើងចុច DI មកចុចលើមានមកកាត់មួយគឺ depal ចុច depal នេះ depal ហើយអូខេខ្ញុំយើងដូរតាមក្រោយ depal ទៅយើងអូខេទៅនេះចូលមកកាន់ លេសមកនេះធម្មតានៅពេលនេះយើងចង់ប្រកបចូលគ្រឹះអញ្ចឹងយើងត្រូវបង្កើត parameter មួយទៀតគឺ offset គេមួយទៀតមានថាម៉េចយើងបង្កប់ចូលទៅសគ្រឹះចាអញ្ចឹងចុច DI មកអញ្ចឹងយើងដាក់ថា offset ចុចលើនេះមកយើងដាក់ថាយើងយក offset នេះ AL align ពេលនេះមកចុចលើនេះបន្តមកទៀតតានេះប្រវែងទៅសគ្រឹះចុះក្រោមចុច D មកយើងចុចលើនេះអូខេយើងបង្កើត parameter នេះមួយទៀតចុះកន្លែងនេះយក DI ទៅលើនេះមកយើងចុចលើនេះហើយយកពាក្យថា edit ហើយយើងដាក់ថា div យក div មកយើង AL align នេះ lock ពងហើយយើងអង្គុយតេស្ត parameter តើវាស្គាល់អត់ចឹងហើយវិញមុនយកទៅប្រើយើងអង្គុយតេស្តវាដែរអូខេយើងបើនេះមកវិញតេស្ត parameter តិចមកយើងហៅ offset អូខេយើងយកត្រឹមតែ150អូខេតើតើមួយនឹងមកកាត់យើងយកវា 1.8 មកតែវាស្គាល់ណាស់ហេជំរឿននេះខ្ញុំដាក់ 3m មានថា 3m ចុះក្រោមនេះទៅហើយអូខេអញ្ចឹង3នេះជោគជ័យហើយយើងទៅបង្កើត material មួយទៀតយើងយក new មកយើងដាក់តា pal ទៅទេមកនេះ pal អូខេតមកទៀតយើងចូលមកក្នុងនេះដើម្បីដូរ material វាហើយយើងយកពាក្យថា new material អូខេ rename មកយើងដាក់តា pal យក graphic display ដូរពណ៌មកយកពណ៌ណាមួយពណ៌នេះយើង apply វាទៅអូខេអត់ឃើញបាត់ឃើញចូលមកក្នុងនេះយក box shot មកនេះយើងឃើញបន្ទាប់បែបហ្នឹងយើងចូលក្នុងនេះដោះចេញមកយើងយក smooth and line នេះមកប៉ុណ្ណឹងជោគជ័យនឹងមួយយើងខ្វែងចោលមកយើងត្រូវ family ដែលយើងបាន share មិញហើយបាទចូលមកនេះយើង load វាចូលទៅនេះយើង load ចូលក្នុង family 9ដោយសារបបផែននេះជាឈ្មោះខ្ញុំបង្កើត family នេះទេអញ្ចឹងកុំច្រឡំណាអូខេយើង load វាមកយើងចូលមកកាន់ reference plane នេះចាំបើកាក់នេះអត់ឃើញទៅមិនបើកាក់នេះអត់ឃើញចុច CM មកវាមកនេះបាទយើងបង្កើតឈ្មោះមិញ family មួយទៀតមិញ load ប៉ុណ្ណឹងមកបន្តមកទៀតយើងចូលមកកាន់ elevation ដើម្បីកំណត់កម្ពស់បាទឡើងរបស់យើងនៅទៅយើងអានយើងចុច RP ទៅនេះចុច RP មកយើងចុច DI យើងបោះទៀតមកយើងដាក់ថាបាឡើងកន្លែងលើនេះយកពាក្យថាមួយទៀតមកយើងដាក់ថាបាឡើងមួយទៀតមួយទៀតសម្រាប់មនុស្សទេអញ្ចឹងអូខេនេះតម្លៃដៃនេះបន្តមកទៀតយើង assign នេះគឺ assign ទៅបាឡើងនេះយើងបង្កើត family មិញហ្នឹងនេះឈ្មោះយើងបង្កើតមិញបាឡើងនេះអានេះវាស់អានេះទេមានថាវាស់ family មួយទៀតបាទ family ផាលនេះទេប៉ុន្តែដោយសារគេយើង load family មួយទៀតបញ្ចូលអញ្ចឹងមានថាមិនយើង assign family 2បញ្ចូលគ្នាអញ្ចឹងយើងត្រូវ assign អញ្ចឹងខ្ញុំឲ្យអ្នកទាំងគ្នារើសជា instant ដើម្បីគេ assign ចូលបើសិនបើកាក់យើងរើសថាអត់ស្គាល់ទេអញ្ចឹងយកបាឡើងមកឃើញទេអ្នកទាំងអស់គ្នាឃើញវាខុសអត់ច្រឡំខ្ញុំច្រឡំបាត់មិញច្រឡំមួយច្រឡំទីតាំងនេះអត់យកទៅនឹងទេអញ្ចឹង DI ខ្ញុំត្រូវ lock វាម្ដងទៀតខ្ញុំលុបនេះចាញ់សម្រាប់បាឡើងខ្ញុំយកពីក្រោមនេះទៅវិញកុំឲ្យច្រឡំខ្ញុំចុចលើនេះមកអូខេខ្ញុំបាឡើងយើងដកនេះ edit មកយកបាឡើងវិញបាឡើងយើង select លើនេះដោយសារវា connect ស្គាល់មួយផ្ទៃនេះអញ្ចឹងឃើញតែគាត់ចង់យើងអាច move ឡើងលើបាននេះខុសអញ្ចឹងយកបាឡើងមកនេះកន្លែងនេះបានត្រូវអញ្ចឹងដោយសារខាងលើនេះ file offset ទេអញ្ចឹងដៃទៅចុះមកក្រោម
ចឹងឲ្យយើងគិតតាមហ្នឹងមកតែប៉ុន្តែនេះវាគ្មានទៅឲ្យលំអិតអីត្រូវគ្រាន់តែយើងបង្កើត family ដើម្បីកំណត់សម្គាល់គេទេចឹងយើងបានប៉ុណ្្នឹងមកយើងអត់ធ្វើអីទៀតទេយើងចូលមកកាន់នេះមកយើងចាប់តាមធ្វើការ array យកតែម្ដង array យើងចុចមុខនេះគឺ array មាន2មាន array linear មានថាបន្តត្រង់ហើយនឹង array តាមរយៈមុំចុចលើមុំមកតមកទៀតយើងចង់បានចំនួនប្រមាណលើខ្ញុំបានចំនួនវា9បន្តមកទៀតខ្ញុំយក last កុំយក n យក section នេះយើងយក last មកហើយបន្តមកទៀតយក center of rotation មានថាយើងចុច place មកចុចលើនេះមួពងឲ្យឃើញធ្វើឲ្យបានបន្ត2ចាចាំចុចចាចឹងចុចលើនឹងមកយើងឃើញចាចឹងយើងអត់ធ្វើអីទៀតទេយើងវាយមុំមកយកមុំ360 ដោយសារវាវល់មកជុំហើយយើង enter មកចឹងតមកទៀតចុច escape ចេញមួយសិនមក escape យើងចុចលើនឹងមកមានមុខងារមួយមុខងារចុចលើបន្តហ្នឹងយើងឃើញមានមុខងារមួយទៀតគឺ label នេះគឺជាកន្លែងដែលយើងអាច add ចំនួនឯកចូលបានចឹងចុចលើនឹងមកយើង add label យើងបែរថាបាnumber មកនេះហ៎អញ្ចឹងយើងចង់បញ្ចូលចំនួនវាឥឡូវខ្ញុំនេះចំនួនវិញក្រុមនេះខ្ញុំវាយវា12ឃើញទេធ្វើដាអ្វីដែលសំខាន់មួយទៀតនៅកម្ម ខ្ញុំធ្វើមិនកម្ម ចុច select លើនេះមកមានមុខងារមួយនេះលើនេះឃើញទេចុចលើនឹងមកយើងចុចលើ dimension ហើយយើងកាញ់នេះចុចលើនេះកន្លែងនេះមានមុខងារមួយនេះអោភាព dimension អានេះអាចស្មើបន្តហ្នឹងគឺស្មើនឹងពណ៌នេះចុចលើនឹងមកឃើញមកខ្ញុំ scroll ចុចលើនឹងមកចុចលើប៊ូតុងទៀតហើយយើងបង្កើតដាក់ parameter មួយទៀតគឺ air ចំណុចនេះសំខាន់មែនទែន air ហ្នឹងវាអាច error ចំណុចខ្លះអាច error បើយើងបង្កើតអត់ត្រូវ error គឺ error ទាំងអស់ហ្មងអញ្ចឹងវាបាក់ដែរចុះខ្ញុំយក6ឲ្យត្រូវអូខេអញ្ចឹងមានថាឥឡូវយើងបង្កើតវាបានដើរហើយអញ្ចឹងចូលមកកាន់ CD មកចំណុចខ្លះយើងអត់តន់អាសាញចូលទេដូចជា bar diameter នេះអត់តន់អាសាញទេ bar diameter គឺ bar ដែកនេះអត់តន់អាសាញចូលទេអញ្ចឹងអាសាញទៀតមកចុចលើនេះមកហើយយើងបង្កើត material មួយថ្មីបង្កើតជាប្រភេទ frame parameter ថ្មីអញ្ចឹងចុចលើនឹងមកយើងដាក់ bar មានតែមិនដើម្បី connect បញ្ចូលគ្នាជាមួយនេះfamily នេះអត់តមានឈ្មោះ bar ទេfamily bar diameter មកកាត់ដាច់របស់យើងហ្នឹងយើងបង្កើតរួចហើយតែយើងអត់តបានអាសាញចូលនៅក្នុងតើតើមុន family នេះទេអញ្ចឹងយើងត្រូវបង្កើតឈ្មោះ family នៅក្នុង family មួយនេះតែ family ដើមរបស់យើងនោះគឺមានអញ្ចឹងយើងត្រូវអាសាញវាចូលអញ្ចឹងអានេះគេហៅថាអាសាញនេះអាសាញនេះគឺវាឃើញបន្ទាត់2ស្មើអញ្ចឹងគេហៅថាអាសាញអាហ្នឹងបន្តមកទៀតយើងឃើញវាញ៉ៃយើងចោះនៅក្នុង VV មកយើង reference level បិទ dimension ចោលតែប៉ុណ្្នឹងបានជោគជ័យប៉ុណ្្នឹងហើយយើងនៅខ្វះអីទៀតយើងទៅមើលនោះសិនយើងបង្កើតជាមាននៅខ្វះអីផ្សេងទៀតនេះមានហើយនេះ parameter មកហើយឥឡូវយើងមកបញ្យល់ CD ទៀតបន្តទៀតប៉ុណ្នេះយើងខ្វះអីគេអូខេយើងឃើញយើងខ្វះអីមួយទៀតខ្វះអានោះមួយទៀតចូលក្នុងនេះហើយយើងយក edit មក edit group យើង assign បន្តទៀតគឺ assign តាក់ទងជាមួយនឹងអីគេ material អញ្ចឹងយើងយក new ទៀតមកថាបាទឃើញមកហ៎បាទនេះយើងមានយើងកែឈ្មោះទៅយើងដាក់បាទអីមួយផ្សេងបាទ diameter ណាបាទឬក៏បាទ material ដាក់បាទ material ទៅមកអូខេឃើញមកយើងនេះកន្លែងនេះមានមុខងារ finish មកចុចលើ finish ទៅអូខេប៉ុណ្ណឹងបានហើយយើងមកមើល parameter យើងឲ្យអស់ហ្នឹងនេះបាទអូខេពណ៌យើងដាក់នេះទាំងអស់នេះយើងនៅតាក់ទងមុន cover បន្តទៀត cover នេះជារឿងចាំបាច់មែនតើឥឡូវយើងមកមើល reference level ឥឡូវខ្ញុំយក day នេះខ្ញុំយកមិនខ្ញុំយកវា9ទឹក AI sorry ខ្ញុំដាក់ AI អត់ត្រូវទេ AI ឃើញ9ទឹកអញ្ចឹងយកតំតា7ទឹកមកឃើញមិន7ទឹកឃើញប៉ុណ្ណេះតើប៉ុន្តែយើងនឹងខ្វះអីមួយទៀតអត់ parameter មួយទៀតគឺ cover យើងបាត់ cover តើអញ្ចឹងធ្វើម៉េចកាលណាយើងបាត់ cover យើងធ្វើម៉េចនេះចំណុចដែលស្វែងយល់គឺ cover អញ្ចឹងនេះ cover ស្ទប់ការពារពីនេះទៅនេះធ្វើម៉េចទៅបាន cover យើងមាន air parameter ឥឡូវយើងមានទី1យើងមាន air ធំនេះ depal នេះមាន1ហើយនឹង air នេះមាន1ទៀត air ចេញពីនេះទៅធ្វើម៉េចឥឡូវយើងមាន air នេះ
đâm mày cover bán đu tra thì dương cho air đu tay nhớ đầy pal ní đội cho mua nước air nè chẳng đội é dương khơi phần nè phần đáy chương mơ mơ parameter để bọt chung với nè cam nè bị cất tranh bị ná tranh bị phải hết mà tranh bị phải này cứ bị tranh bị a bỏ khọp đáy chẳng thường mày chẳng mình thời do khọp đáy chạy cho pi vào đó tiệt những đoạn thì muốn khọp đáy chạy cho pi tiệt chứ ok phần thì hơi dương cho một căn parameter mới dương chạy lên đi as mà mình phải cá điện thời nhu parameter một sen chỉ mới như nãy thà cover ok dương cho cover tới ok cover nó dương giờ hai sắp chó nè rồi dương cho chật pram lên mắt nhìn về bị mình chuyển luôn tôi mà thấy giờ để phá nè để phá đỏ ok cover hơi những đoạn thì đất đợi cho mỗi nâng ok bá trái chụp bì hết đương béo như tranh cái tranh cover mà nha nha nè nha ok định miền pan nhà rồi parameter đi trong tròn không cho lòng mấy chứ nè mười anh ấy bây giờ đọt ok anh ấy ok khơi khọt nào hơn đang không người anh ấy cứ sắc xa bẻ cả đàn vốn thật chẳng càng là bẻ cả đàn vốn nhưng thời giờ anh ấy bẻ cả đàn này anh ấy anh ấy cứ chỉ đây là đọc bọc kia nhớ giờ anh ấy chạy pi màu chẳng càng là nhưng chạy đường pí dương viên đồng ban bẻ cả đài thật bẻ cả đá bên anh ấy chẳng đọc cover tới hơi những đọc một cả đất hơi này nè nè như châu không vậy nhất nè rồi nha hơi giờ đi ai mới nhung vua cho thẹp các bạn đúng không nè nè tầm tin cho thẹp đi mất nè kênh chặt bèm để dựng lại mình cover bây giờ này cho nhầm sau cho lòng cái này nên tịnh đấy flick mơ rụp mua nằm như đã cảm ấy chứng nhận đấy đi đến chạy chụp pi máu chứ phải ban bẻ cả đá những độ cover trên tới bên ta cover những độ tới chụp pi đó đó bên ta dừng kịch ní ní vì trên bị bọt đầy chứ giờ đáy chạy chụp pi tới rồi nha ok hử cho mời nhân tay biết đa khúc cái lại nữa mà tay parameter đó lên vô xài sắp tới vô pha lên phần mùi tắt tới hơi để pha lên vô vì mà mày cả lá hơi vô hạt điệp nên vô tập pi máy để chầm rời bọc được ní ok rồi xem mẹ pha offset ní vô mà tắt coi cover ní vô mà rồi cho mưa nè parameter nó viên tạo automatic mà nè chứ em sẽ nãy cho bánh người ta family với các bạn chụp chạy với bạn thế rồi đã tao đi thơ tạm năng tới chơi chụp nên là video rồi